ធ្លាប់តែញ៉ាំសាច់ក្រកធ្វើពីសាច់ជ្រូកថ្ងៃនេះខ្ញុំលើកទី1ហើយមកញ៉ាំជាមួយនឹងសាច់ក្រកធ្វើពីសាច់គោមួយរយៈនេះឃើញគេអាសាញ៉ាំសាច់ក្រកធ្វើពីសាច់គោច្រើនមែនតើខ្ញុំអត់មានឱកាសទេហើយថ្ងៃនេះវិញមានឱកាសមកញ៉ាំជាមួយនឹងសាច់ក្រកធ្វើពីសាច់គោឥឡូវមកតាមដានទាំងអស់គ្នាថារសជាតិមិនដែរខ្ញុំធ្លាប់អូវីដេអូប៉ះអ្នកដែលគាត់យកសាច់ក្រកហ្នឹងយកទៅចម្អិនណាបងប្អូនគឺគាត់ប្រើខ្លាញ់ទេគឺគាត់ប្រើជាមួយនឹងទឹកថ្ងៃនេះខ្ញុំមកប្រើជាមួយទឹកតាមគេតាមឯងដែរខ្ញុំដាក់ទឹកចូលខ្ទះរៀងច្រើនបន្តិចខំអង្គុយចាំរៀងយូរមកពីយើងដាក់ទឹកច្រើនពេកហ្នឹងតាមពិតទៅពេលដាក់ទឹកច្រើនពេកហ្នឹងក៏ខ្ញុំមិនជាត់ចេញខ្លះដូចបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងហើយខ្ញុំដាក់ទឹករៀងច្រើនជ្រុលគ្រាន់តែវះយកសាច់ក្រកចេញពីកញ្ចប់ហ្នឹងភ្លាមមកឡើងឈ្ងុយផ្អើល5ស្រុកហើយប៉ះខ្ញុំមនុស្សចូលចិត្តសាច់ក្រកទៀតតែតាមពិតទៅខ្ញុំមិនដែរទេជាមួយនឹងសាច់គោថ្ងៃនេះយើងមកសាកមើលថាមានរសជាតិមិនដែរចុះបេះដូងអ្នកមើលទាំងអស់គ្នាវិញធ្លាប់បានសាកនៅជាមួយនឹងសាច់ក្រកធ្វើពីសាច់គោគេយកសាច់ក្រកទៅចៀននៅពេលខ្ញុំវិញយកសាច់ក្រកទៅហែលទឹកដាក់ទឹកច្រើនច្រើនដូចខ្លាចចាញ់គេមានអីចុងក្រោយហ្នឹងខ្ញុំច្រត់ទឹកចេញខ្លះបើមិនច្រត់ចេញទេវាអត់ងាយពុះហើយក៏អត់ងាយឆ្អិនដែរហើយសាច់ក្រកហ្នឹងខ្លាចបែកចេញសាច់អីចឹងណាមានអីដល់ពេលខ្ញុំយកទឹកហ្នឹងច្រត់ចេញខ្លះទៅសាច់ក្រកក៏ចាប់ផ្ដើមឆ្អិនប្រាហើយបងប្អូនហើយឡងក៏ហមឈ្ងុយមែនតើណាបងប្អូនអត់ចាំបាច់ពិបាកដាក់ខ្លាញ់ដាក់អីផ្ទុះញ៉ៃពេញហ្នឹងទេដាក់ទឹកបន្តិចមកដាក់សាច់ក្រកចូលគ្របមកផ្លែត្រឡប់ចុះត្រឡប់ឡើងទៅឆ្អិនហើយឲ្យតែមានរបស់ឆ្ងាញ់ខ្ញុំមិនភ្លេចទេជាមួយនឹងម៉ាក់ប៉ាខ្ញុំគឺត្រូវតែអញ្ជើញគាត់ចូលរួមបើសិនជាមានឱកាសរបស់ឆ្ងាញ់មកដល់ផ្ទះហើយចាំការទៀតប៉ាខ្ញុំគាត់ថាឈ្ងុយមែនតើមើលទៅទឹកមុខពួកគាត់ទៅក៏ដឹងដែរបងប្អូនគឺអៀនកាមេរ៉ាអត់ចង់ចូលកាមេរ៉ាទេតើខ្ញុំមិនបានចូលបានប៉ុណ្នេះប៉ាខ្ញុំចូលទៅដូចមកលកាំងអញ្ចឹងអង្គុយឲ្យស្ងៀមខ្ញុំប្រាប់ប៉ាខ្ញុំថាប៉ាប្រហែលអញញ៉ាំបានអញញ៉ាំក៏បានកាយវិការអីផ្សេងក៏បានដែរកុំឆ្កឹងពេកមានម៉ាក់ប៉ាណាគេខ្លះដូចម៉ាក់ប៉ាខ្ញុំឲ្យទៅចូលកាមេរ៉ាគឺដូចមកលកាំងអញ្ចឹងហើយពេលខ្លះខ្ញុំក៏អត់សមដូចធម្មតាដែរសម្រាប់សាច់ក្រកនេះគេហៅថាសាច់ក្រកគោអាកាំងអញ្ចឹងបើបងប្អូនមិនទាន់បានសាកទេខ្ញុំតម្លាក់ពេកតម្លាក់អីនៅក្រោមវីដេអូនេះឲ្យបងប្អូនងាយស្រួលក្នុងការរកទិញយកមកសាកដែរសម្រាប់រសជាតិវិញគ្រាន់តែធ្វើឆ្អិនហ្នឹងពីកញ្ចប់ហ្នឹងអស់ហើយអ្នកផ្ទះខ្ញុំទាំងអស់គ្នាហ្នឹងគឺចូលចិត្តញ៉ាំទាំងអស់គ្នាហ្មងហើយប៉ាខ្ញុំវិញខ្ញុំមិនដែលឃើញទេលេងគាត់ប្រសាអស់ឡង3គាត់ថាមានជាតិឆ្ងាញ់ហើយឈ្ងុយទៀតហើយពិសេសជាងគេបូកជាមួយនឹងជ្រក់ល្ហុងស្រស់ដែលខាងគាត់ខ្ចប់ឲ្យហ្នឹងអូយឆ្ងាញ់ណាស់បងប្អូនអ្នកផ្ទះគាត់និយាយលេងថានេះបានណាកាំងរបស់គេមែនមួយឆ្អែតហ្មងតែប៉ាខ្ញុំឡង3មិនចាស់ថតអ្នកផ្ទះហូបមួយថ្ងៃឥឡូវនេះមកថតខ្លួនឯងម្ដងបងប្អូនមកអញ្ជើញឆ្ងាញ់ទាំងអស់គ្នាបងប្អូនមកអញ្ជើញឆ្ងាញ់ទាំងអស់គ្នាឈ្ងុយពីឆ្អែតអូឆ្ងាញ់ឆ្ងាញ់ឆ្ងាញ់មែនទេឆ្ងាញ់សន្និបាតថាសាច់ក្រកគោអាកាំងឥឡូវនេះគឺថាអស់រលិញហើយបងប្អូនពីកញ្ចប់នឹងលឿនមែនតើហើយសម្រាប់វីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេអរគុណបងប្អូនជួបគ្នាវីដេអូក្រោយជម្រាបលាសុខសប្បាយទាំងអស់គ្នាបាយបាយ